Okay guys, we're back. So យើងដឹងហើយថាការពិភាក្សាមុនហ្នឹងSawan ហើយនឹង Yusu ហ្នឹងគាត់ល្វើដាំបាយមួយគ្នាហើយពេលនេះសាច់រឿងក៏បានឲ្យយើងឃើញថាSawan ហ្នឹងគឺកំពុងតែព្យួរស្រោមហ្មងបន្ទាប់ពីគាត់បានបើកភ្នែកឡើងគាត់ក៏បានឃើញ Daniel មុនគេគ្រាន់តែឃើញ Daniel ភ្លាមSawan ក៏ភ្ញាក់ផ្អើលខ្លាំងមែនទែនហើយក៏ស្ទុះសួរទៅកាន់ Daniel ហ្នឹងថាឥឡូវហ្នឹងពួកគេនៅទីណាហើយអ្វីបានជា Daniel ហ្នឹងមកទីហ្នឹងធ្វើអីប៉ុន្តែគ្រាន់តែងើបអញ្ចឹងធ្វើឲ្យSawan ហ្នឹងមានអារម្មណ៍ថាខ្លួនឯងឈឺពេញខ្លួនហ្មងDaniel ឃើញហើយគាត់ក៏បានប្រាប់ឲ្យSawan ហ្នឹងកុំឲ្យDaniel ឃើញអញ្ចឹងហើយគាត់ក៏បានប្រាប់ទៅកាន់Sawan ថាកុំឲ្យSawan ហ្នឹងព្យាយាមប្រើប្រាស់រាងកាយគាត់ច្រើនពេកដោយសារតែគាត់កំពុងតែឈឺDaniel ក៏បានប្រាប់ថាពេលនេះពួកគេកំពុងទៅនៅផ្ទះចាស់របស់គ្រួសារយូហើយនេះក៏ជាទីកន្លែងដែលក្រុម bandit ហ្នឹងជួបជុំគ្នាដែរហើយគាត់ក៏បាននិយាយថាគាត់ឥឡូវនេះគឺធ្វើការជាគ្រូពេទ្យនៅក្នុងក្រុមរបស់ bandit ហ្នឹងហើយតួនាទីរបស់គាត់ពេលនេះគឺមើលថែទៅកាន់Sawan ដឹងថានេះគឺជាផ្ទះរបស់គ្រួសារចៅហើយគ្រួសារយូហើយគាត់ក៏បានគិតនៅក្នុងចិត្តខ្លួនឯងថាចឹងតែបានជាពេលគាត់មកដល់ទីនេះគាត់មានអារម្មណ៍ថាធ្លាប់ស្គាល់ប៉ុន្តែក៏អត់ធ្លាប់ស្គាល់ដែរដោយសារតែគាត់បានចាក់ចេញពីទីនេះអស់រយៈពេល10ឆ្នាំមកហើយDaniel ក៏បានប្រាប់ពីស្ថានភាពរាងកាយរបស់ Sawan ទៅកាន់ Sawan ដែលបាននិយាយថា Sawan នឹងត្រូវបានយកមកពី Varina នឹងកាលពី2ថ្ងៃមុនហើយ Sawan នឹងគឺស្លាប់អស់រយៈពេល2ថ្ងៃហើយមូលហេតុដែល Sawan ស្លាប់នឹងគឺដោយសារតែ Yusun នឹងធ្វើឲ្យគាត់ហត់ពេកSawan គ្រាន់តែលើខ្លួនឯងថាស្លាប់អស់2ថ្ងៃដោយសារត Yusun នឹងគាត់ខឹងឡើងក្រហមមុខហ្មងDaniel ក៏បាននិយាយថាគាត់ធ្លាប់ប្រាប់ទៅកាន់ Sawan ឯតែថាកុំឲ្យ Sawan នឹងទៅស្និទ្ធស្នាលជាមួយនឹង Yusun ខ្លាំងពេកឥឡូវគាត់មិននឹកស្មានថា Yusun នឹងទៅស្រឡាញ់ទៅកាន់ Sawan ហើយថែមទាំងធ្វើរឿងទាំងអស់នេះទៅលើ Sawan ទៀត Sawan ក៏បានតបទៅកាន់ Daniel វិញថាហោះចុះ Daniel នឹងអត់មានរឿងអ្វីត្រូវប្រាប់គាត់ទេមែនគាត់កាលពី10ឆ្នាំមុនហ្នឹងគឺបានឲ្យមាសជាច្រើនទៅកាន់ Daniel ហ្នឹងហើយបើបានជាពេលនេះ Yusun ហ្នឹងខ្លាចទៅជាអ្នកដែលមកនៅក្នុងពួកឯជំនួយដែលគ្រោះថ្នាក់ទាំងអស់ហ្នឹងហើយបើបានជា Daniel ហ្នឹងបែរជាមកធ្វើជាពេទ្យនៅកន្លែងក្រុមរបស់ Bandit អញ្ចឹងតើ Daniel ហ្នឹងត្រូវគេចាប់មកមែនDaniel ក៏បាននិយាយថាអត់ផងអត់មានអ្នកគេចាប់គាត់ផងគាត់មកកន្លែងហ្នឹងដោយស្ម័គ្រចិត្តហើយរឿងមួយទៀតបើនិយាយស្ដាប់ទៅគឺថាគាត់នឹងជាអ្នកជួយឲ្យYusun ហ្នឹងតាមស្វែងរកSawan Sawan គ្រាន់តែលើចឹងភ្លាមខឹង Daniel ហើយក៏បានចាប់គួយក៏ឲ្យ Daniel មកសួរមកថានេះគុំប្រាប់ថា Daniel ហ្នឹងទៅជួយ Yusun ហ្នឹងទៅស្វែងរកគាត់ហើយជួយ Yusun ហ្នឹងទៅធ្វើការងារខុសច្បាប់ចេះធ្វើជួញដូរជំនួយដែលគ្រោះថ្នាក់នឹងហើយថែមទាំងធ្វើឲ្យការចូលនិវត្តន៍របស់គាត់នឹងត្រូវបានរំខានទៀតហើយដល់ពេលចុងបញ្ចប់ Daniel នឹងអត់ឃើញមែនថាគាត់ខ្លាចទៅជាអីឯពេលនេះDaniel ក៏បានប្រាប់ទៅកាន់Sawanថាកុំឲ្យSawanនឹងខឹងពេកអីបារម្ភពីសុខភាពរបស់ខ្លួនឯងផងហើយគាត់ក៏បាននិយាយថាគាត់ក៏មានហេតុផលដែរគឺគាត់ធ្វើទាំងអស់ហ្នឹងដោយសារតែដើម្បីការពារទៅកាន់Sawanរបស់យើងនោះទេកាលពី10ឆ្នាំមុនហ្នឹងពេលហ្នឹងមិនមានក្រុមអន្តរជាតិមកតាមស្វែងរកSawanនៅកន្លែងឃ្លាហ្នឹងប៉ុន្តែពេលហ្នឹងSawanគាត់ក៏បានរត់គេចខ្លួនចេញទៅបានដោយជោគជ័យប៉ុន្តែអ្វីដែលSawanដឹងហ្នឹងគឺមិនមែនមានតែក្រុមអន្តរជាតិមួយហ្នឹងទេពួក Kafra ហ្នឹងក៏បានមកជួលឃាតករឲ្យទៅសម្រាប់Sawanដែរហើយឃាតករហ្នឹងគឺមានឈ្មោះថាក្រុម Redwellតង់ខាងស្របច្បាប់និងពួកខាងខុសច្បាប់ហ្នឹងគឺពួកគេប្រើប្រាស់នៅធនធានរបស់គេជាច្រើនដើម្បីទៅចាប់Sawanចឹងហើយមិនយល់មិនឆាប់ពេលទីតាំងរបស់Sawanហ្នឹងប្រកាសជាត្រូវគេចាប់បានហើយចឹងហើយDanielហ្នឹងគឺត្រូវតែស្វែងរកវិធីណាដើម្បីគាត់អាចឲ្យគាត់ដឹងឬក៏អាចឲ្យគាត់តាមដានពីស្ថានភាពរបស់ក្រុមទាំងពីរហ្នឹងដើម្បីជាជំនួយទៅដល់Sawanក្នុងការរត់គេចខ្លួនរបស់គាត់ហើយរឿងទាំងអស់ហ្នឹងក៏ត្រូវបានលួចស្នាប់ដោយ Yusun ដូចគ្នាបន្ទាប់ពីSawanបានចាក់ចេញទៅ Yusun ហ្នឹងខ្លាចទៅជាមនុស្សម្នាក់ផ្សេងទៀតមកហើយ Daniel អត់ទាន់បាននឹងខាត់គាត់ឬក៏និយាយអីមួយគាត់ច្បាស់លាស់ផងពេលហ្នឹង Yusun គាត់ក៏បានបាត់ខ្លួនជាមួយនឹងមាសហើយនឹងបងប្រុសប្អូនភ្លោះ2នាក់ទៅបាត់ទៅ
ហើយ5ឆ្នាំក្រោយមកពេលដែលយូសិននឹងគាត់បានបង្ហាញខ្លួនឡើងម្ដងទៀតក៏យូសិននឹងបានខ្លាចទៅជាអ្នកដែលជួញដូរឬក៏អ្នកដែលរកស៊ីនៅក្នុងផ្លូវនឹងបាត់ហើយថែមទាំងបង្កើតក្រុមមួយដែលកំពុងតែមានការវិវត្តទៀតហើយក្រុមនោះគឺក្រុមបាណេតហ្នឹងឯងហើយយូសិនដោយសារតែគាត់ចង់ស្វែងរកទៅកាន់សាវ័នហើយក៏នឹងសងសឹកទៅពួក Kevra នឹងដែរគាត់ក៏បានសុំ Daniel នឹងទៅសហការជាមួយគ្នា Daniel ក៏យល់ព្រមចឹងហើយពួកគេទាំងពីរនឹងអាចទៅតាមដានពួកទាំងក្រុមស្របច្បាប់និងអត់ស្របច្បាប់នឹងទាំងពីរហ្មងហើយប្រហែលឆ្នាំក្រោយមកពួកក្រុម Red Wall នឹងគឺពិតជាបានស្វែងរកទីតាំងរបស់សាវ័ននឹងបានមុនពួកគេមែនហើយថែមទាំងត្រៀមនឹងទៅធ្វើឃាតសាវ័នទៀតប៉ុន្តែពេលហ្នឹងយូសិនបន្ទាប់ពីបានដឹងដំណឹងហ្នឹងហើយក៏នាំគ្នារបស់ពួកគេនឹងទៅសម្លាប់ Red Wall ហើយតល្បាតទីក្រុងទាំងមូលហ្នឹងហ្មងសាវ័នបន្ទាប់ពីបានដឹងរឿងហ្នឹងហើយធ្វើគាត់ភ្ញាក់ផ្អើលខ្លាំងមែនតើដោយសារតែពួក Kevra ហ្នឹងគឺពិតជាបានរកឃើញគាត់មុនយូសិនមែនDaniel ក៏បានប្រាប់ទៅកាន់សាវ័នថាប៉ុន្តែគាត់អត់មានបានប្រាប់អាចកំបាំងដែល Pheromone របស់សាវ័ននឹងអាចស្វែងរកមាសបានទៅកាន់យូសិននោះទេដោយសារតែក្នុងនាមគាត់គឺជាបែបផ្ទាល់ខ្លួនរបស់សាវ័នកាលពីមុនហើយក៏ជាមិត្តភក្តិរបស់សាវ័នដែរគាត់ចង់ឲ្យសាវ័ននឹងទៅជឿលើគាត់ម្ដងទៀតនិយាយទៅគាត់ជួយយូសិននឹងគាត់អត់ដឹងថាបំណងពេលប្រកាសរបស់យូសិននឹងគឺដើម្បីម៉ាក់ទៅលើសាវ័ននោះទេបើមិនដើម្បីជួយឲ្យសាវ័ននឹងនៅរស់រានមានជីវិតទេគាត់ក៏មិនទៅជួយយូសិនដែរសាវ័ននៅពេលនិយាយដល់រឿងនេះហើយគាត់ក៏បានប្រាប់ទៅកាន់ដែរនិយាយថាបន្ទាប់ពីគាត់ត្រូវបានម៉ាក់បណ្ដោះអាសន្នដោយយូសិនហើយគាត់មានអារម្មណ៍ថា Pheromone របស់គាត់នឹងមានអ្នកថាសមត្ថភាពវាគឺតិចជាងមុនហើយគាត់ពិតជាភ័យខ្លាចមែនតើចុះបើសិនជារឿងនឹងនៅតែបន្តហើយគាត់នឹងមានហេតុឬក៏វត្តកម្ដៅនឹងដូច Omega ហើយអាចឲ្យយូសិននឹងមកគាត់បានរហូតចឹងហើយគាត់ពិតជាអត់ចង់បែបនឹងមែនតើហ្មងDaniel ក៏បានប្រាប់ថារឿងហ្នឹងក៏អាចទៅរួចដែរដោយសារតែយូសិនហ្នឹងបានមកទៅលើសាវ័នហ្នឹងបណ្ដោះអាសន្នបានសម្រាប់ហើយហ្នឹងប៉ុន្តែគាត់ក៏បានត្រៀមថ្នាំសម្រាប់សាវ័នដែរក្នុងករណីណាមួយអីអញ្ចឹងទៅទោះបីជាថ្នាំហ្នឹងសម្រាប់ Omega ក៏ដោយប៉ុន្តែក៏គិតថាវាអាចនឹងមានឥទ្ធិពលចំពោះ Beta ដែរDaniel បានប្រាប់ថាគាត់បានប្រាប់ទៅកាន់យូសិនថាដោយសារតែសាវ័នហ្នឹងក៏កំពុងឈឺអញ្ចឹងហើយគាត់ចង់ឲ្យយូសិនហ្នឹងឈប់ប៉ះពាល់ទៅលើសាវ័នហ្នឹងមករយៈសិនហើយកន្លងពេលហ្នឹងប្រហែលជា Pheromone របស់សាវ័នហ្នឹងអាចនឹងជាឬក៏វាមានសមត្ថភាពឡើងវិញបានប៉ុន្តែ Daniel ក៏បានពមៀនទៅកាន់សាវ័នម្ដងទៀតថាសាវ័នត្រូវតែចាំថាគាត់អត់គួរខ្លាចតម៉ែរហូតនឹងទេគាត់គួរតែខ្លាចនៅរឿងមួយទៀតគឺថា Alpha នឹងអាចធ្វើឲ្យ Beta នឹងមានផ្ទៃពោះបានសាវ័នក៏បាននឹកឃើញថាការពីពួកគេកំពុងដើម្បីមួយគ្នានឹងយូសិននឹងតែងតែព្យាយាមទៅប៉ះពាល់នៅកន្លែងនឹងរហូតអញ្ចឹងហើយគាត់គិតថាបើសិនជាយូសិននៅតែបន្តធ្វើបែបហ្នឹងទៀតគាត់ប្រកាសជាមានផ្ទៃពោះមិនខានទេសូមក៏បាននិយាយថាគាត់ត្រូវតែកំចាត់ពួក Kevra នឹងឲ្យបានលឿនអានគាត់ហត់កិច្ចចេញពីយូសិនទៀតព្រោះគាត់អត់ចង់ឲ្យយូសិននឹងទៅម៉ែគាត់រហូតនោះទេធ្វើឲ្យគាត់ហើយនឹងយូសិននឹងបែកទៅនៃបែកចោលគ្នាអត់កើតហើយគាត់អត់ចង់មានផ្ទៃពោះទៀតសាវ័នក៏បានសួរទៅកាន់ Daniel ថាតើយូសិននឹងទៅណាបាត់ហើយDaniel ក៏បានប្រាប់ទៅកាន់សាវ័នថាគឺយូសិននឹងបានដឹកនាំក្រុមរបស់គេនឹងទៅកំចាត់ពួក Black Member នឹងអស់រយៈពេល2ថ្ងៃហើយឥឡូវហ្នឹងយូសិនក៏បានមកដល់នៅជាន់ខាងក្រោមវិញហើយដូចគ្នាបន្ទាប់មកទៀតខាងបងប្រុសភ្លោះកន្លែងសក់ពណ៌ស្វាយហ្នឹងក៏មករកពេលហ្នឹងបងប្រុសភ្លោះហ្នឹងក៏បាននាំសាវ័នហ្នឹងទៅកាន់កន្លែងដែលយូសិននៅហើយពេលហ្នឹងសាវ័នគាត់ក៏បានគិតក្នុងចិត្តថាបើសិនជាផែនការនៅតែបន្តអញ្ចឹងទៀតពួកគេហ្នឹងប្រកាសជាអាចចាប់ទៅកាន់ Quentin ហ្នឹងបានឆាប់ហ្នឹងហើយមកឥឡូវជួយចាំអត់មានទាំងអស់គ្នាក្នុងចំណោមបងប្អូនប្រុសភ្លោះហ្នឹងបងប្រុសភ្លោះហ្នឹងមានឈ្មោះថាកោរិនអូខេពេលហ្នឹងគាត់ក៏បានកោរិនក៏បានប្រាប់សាវ័នថាក្រុមរបស់គាត់ហ្នឹងគឺអត់ទាន់បានចេញទៅធ្វើ
បេសកកម្មទេដោយសារតែយល់សិនបានឲ្យពួកគេទាំងអស់ហ្នឹងមកការពារនៅទីកន្លែងនេះហើយគាត់យកតែប្រធានក្រុមទី2នោះទេដែលមានឈ្មោះដែលមេដឹកនាំក្រុមនោះឈ្មោះហើយយូសិនហ្នឹងគាត់យកតែក្រុមទី2ដែលមានមេដឹកនាំឈ្មោះថាចាងលីងយីទៅនោះទេហើយឥឡូវនេះពួកគេកំពុងតែទៅកំចាត់កន្លែងទី3របស់ពួក Black Mamba សវនក៏សួរទៅវិញថាតើចាងលីងយីហើយសាខាទី2ហ្នឹងជាអីគេទៅតែនេះក៏បានប្រាប់ទៅវិញថាប្រហែលជាសវនហ្នឹងអត់ទាន់ដឹងទេព្រោះសវនក៏ទើបតែចូលមកនៅក្រុមនេះដូចគ្នានិយាយទៅក៏សម្រាប់ក្រុមសាខានេះហាបើសិនជានិយាយពីកម្លាំងពួកគេរួមហ្មងគឺអាចប្រៀបធៀបជាមួយនឹងក្រុមក្រុមខហ្នឹងបែបអ្នកថាក្រុមដែលសំខាន់នៅក្នុងក្រុមរបស់ Bandit ហ្នឹងហ្មងហើយចាងលីយីហ្នឹងគឺជាមនុស្សម្នាក់ដែលយូសិនហ្នឹងផ្ដល់តម្លៃឲ្យខ្លាំងជាងគេហ្មងនៅក្នុងចំណោមក្រុមសាខាដទៃទៀតហើយពេលចាំម្នាក់ក៏ធ្លាប់បានឮតគ្នាថាតំណែងរបស់ពួកគេពីរអ្នកហ្នឹងគឺពិសេសលីហ្នឹងក៏បានសួរទៅកាន់យូសិនថាតើម្នាក់ហ្នឹងជាណាគេនៅពេលដែលគាត់បានឃើញសវននោះឥឡូវយើងហៅថាក្រុមខហ្នឹងថាវាគឺជាទីស្នាក់ការកណ្ដាលហ្មងហើយសួរស្ដាប់ចឹងហើយពេលហ្នឹងយូសិនក៏បានប្រាប់ទៅកាន់លីនយីហ្នឹងថាសវនហ្នឹងគឺគ្រាន់តែជាសមាជិកថ្មីដែលបានចូលនៅក្នុងទីស្នាក់ការកណ្ដាលហ្នឹងទេហើយគាត់ក៏បានឲ្យគ្រប់គ្នានឹងប្រវាយគ្នាចេញទៅការងារថ្ងៃនេះគឺចប់ហើយហើយកាយវិការទាំងអស់ហ្នឹងធ្វើឲ្យសវនក៏ភ្ញាក់ផ្អើលខ្លាំងមែនទែនហើយគាត់ក៏បានឆ្ងល់ថាតើមានរឿងអ្វីហើយបានជាយូសិនហ្នឹងថ្ងៃហ្នឹងគាត់អត់ឈួតអញ្ចឹងសវនក៏ឆ្ងល់ទៅខ្លួនឯងថាហើយបានជាគាត់អត់សុវ័យចិត្តអញ្ចឹងគាត់គួរតែមានអារម្មណ៍ថាល្អហើយដោយសារតគាត់ពិតជាចង់នៅឲ្យឆ្ងាយកាន់តែឆ្ងាយកាន់តែល្អពីយូសិនមកមានអ្នកលីយីហ្នឹងក៏ហៅទៅកាន់សវនថាតើសវនហ្នឹងតើមានសមត្ថភាពអីអាចទៅចូលទីស្នាក់ការកណ្ដាលបាននោះលីយីក៏ដើរមករកសវនហើយក៏បានសួរទៅកាន់សវនថាតើសវនហ្នឹងប្រឡងចូលនឹងអត់ជាប់ទេត្រូវអត់ដោយសារតអ្នកដែលចង់ចូលនៅក្នុងក្រុមហ្នឹងគឺត្រូវតែប្រឡងសិនថាសមត្ថភាពធ្វើតែសមត្ថភាពសិនថាសមត្ថភាពពួកគេនឹងអាចចូលមែនអត់ហើយលនីហ្នឹងក៏បាននិយាយទៅកាន់សវនទេថាមើលតរូបរាងកាយដ៏ទន់ខ្សោយរបស់សវនណាមើលទៅប្រហែលជាវាយអត់ឈ្នះអាតពៈកៅរ៉ាន់យូផងកៅរ៉ាន់យូហ្នឹងគឺជាប្អូនរបស់កៅវិនដែលជាបងប្អូនប្រុសភ្លោះសក់ពណ៌ស្វាយហ្នឹងឯងពេលហ្នឹងអាបៈរ៉ាន់យីហ្នឹងគាត់ក៏បាននិយាយថាគាត់អត់ដឹងថាសវនហ្នឹងទៅធ្វើអ្វីទៅគាត់អាចទៅធ្វើទៅសមត្ថភាពគាត់ជាប់ទេប៉ុន្តែក្នុងនាមគាត់គឺជាដៃជាមនុស្សចំណុចឬក៏ជាកូនចៅរបស់យូសិនគាត់ត្រូវតែធ្វើតេស្តសមត្ថភាពរបស់សវនហ្នឹងជូនទៅកាន់យូសិនពេលហ្នឹងកូរ៉ាន់គាត់ក៏បានចូលមកគាត់លីនយីហើយក៏បានប្រាប់ទៅកាន់លីនយីថាសវនហ្នឹងគឺជាអ្នកថាជាចាស់ទុំនៅក្នុងក្រុមរបស់គេហ្នឹងហើយសវនគឺគាត់មានការយល់ដឹងច្រើនអំពីពួកដូចជា Black Member ដែលជាគ្រួសារដែលមានតាំងពីជំនាន់មុនអីចឹងទៅហើយដោយសារតពួកគេទាំងអស់ហ្នឹងគឺត្រូវតែស្ដាប់ការរៀបចំរបស់សវនចឹងហើយលីងយីអាចប៉ះពាល់ទៅកាន់សវនបាននោះទេហើយនៅពេលដែលកោរ៉ាហ្នឹងទៅឈរពីមុខសវនឯងគឺបាំងមុខរបស់សវនឃើញតភ្នែកហ្នឹងចំមុះរបស់សវនពេលហ្នឹងធ្វើឲ្យលីងយីហ្នឹងទៅនឹកឃើញដល់ឃាតករចេញហើយឃាតករចេញហ្នឹងមិនសវនប៉ុន្តែពេលគាត់ចេញធ្វើឃាតករហ្នឹងគាត់បាំងមុខគាត់ចិត្តប៉ុន្តែអត់ដឹងមិនដែរគាត់ក៏បានលីងយីហ្នឹងគាត់ក៏បាននិយាយទៅកាន់សវនថាតើសវនហ្នឹងគាត់ថាខ្លួនឯងជាណាគេបានពួកគេហ្នឹងត្រូវទៅស្ដាប់ការរៀបចំរបស់សវនហើយក៏បាននិយាយថាហើយវាយបានជាមនុស្សនៅក្នុងទីស្នាក់ការកណ្ដាលជាសមាជិកម្នាក់ដែរមិនអត់មានជំនាញអីសោះអញ្ចឹងអត់មានសមត្ថភាពអញ្ចឹងលីងយីគាត់ក៏បាននិយាយទៅកាន់សវនថាគាត់បញ្ជាក់ឲ្យច្បាស់ថាក្រុមរបស់ពួកគេហ្នឹងគឺអត់ស្ដាប់នៅការរៀបចំរបស់អ្នកដែលគេអត់ដែលស្គាល់នោះទេពេលហ្នឹងលីងយីក៏បានឲ្យកូនចៅរបស់គេហ្នឹងក៏ទៅតាមគេទៅបាត់ទៅដែលនេះក៏ប្រាប់ទៅកាន់សវនថាបើសិនជាសវនចង់កំចាត់ពួកខែវប្រាសវនត្រូវតែឲ្យលីងយីហ្នឹងមកនៅខាងរបស់គាត់សវនក៏បានសួរទៅកាន់ដានីយ៉ែលវិញថាតើមិនមែនតើលីងយីហ្នឹងអាចជួយដល់គម្រោងការរបស់ពួកគេបានច្រើនមែនអត់មានចាំឈ្មោះច្រឡំទេទេមែនកូរ៉ាន់យូហ្នឹងបងប្រុសភ្
បងប្រុសរបស់បងប្រុសភ្លោះទៅអត់អូខេតសាច់រឿងយើងវិញពេលនោះ Daniel ក៏បានប្រាប់ថា Ling Yi ហ្នឹងគឺជាមនុស្សដែលមានតួនាទីសំខាន់មែនទែននៅក្នុងក្រុមនេះនិយាយទៅឋានៈរបស់ Ling Yi ហ្នឹងគឺនៅក្រោមតែរនយូតមួយឋានៈនោះទេនិយាយទៅ Ling Yi ហ្នឹងហើយនឹងវាថាអង្គការរបស់ខាងផ្នែកសិក្ខារបស់ Ling Yi ហ្នឹងគឺអាចថាស្មើនឹងរបស់រនយូដែរហើយ Ling Yi ហ្នឹងគឺជាដៃស្ដាំដ៏សំខាន់របស់ Yusen ហើយគម្រោងការបន្តរបស់ Yusen ហ្នឹងគឺ Yusen ចង់យកក្រុមសិក្ខាទាំងពីរហ្នឹងទៅខាងនេះទៅខាងព្រះវិហារ Kremlin ដើម្បីទៅចាប់ Quentin សវណ្ណក៏បាននិយាយថា Daniel គួរទៅដឹងហើយថា Kremlin ហ្នឹងគឺជាអីគេវាច្បាស់ណាស់ថាគឺជាការកុហករបស់ពួក Black Member ទេសវណ្ណក៏បាននិយាយទៅថាទោះបីជាព្រះវិហារហ្នឹងគឺបានកសាងអស់រយៈពេលរាប់រយឆ្នាំមកហើយក៏ដោយប៉ុន្តែក៏ត្រូវបានកសាងឡើងវិញដោយពួក Black Member នឹងដែរចឹងហើយពួកគេអាចនឹងពិបាកបន្តិចនៅក្នុងការដើម្បីទៅវាយប្រហារនៅក្នុងព្រះវិហារហ្នឹងពេលនោះ Daniel ក៏បានប្រាប់ថាចឹងហើយសាវណ្ណគឺគាត់ត្រូវតែជាអ្នកដែលរៀបចំនៅក្រុងផែនការនឹងរិះសាទៅសាវណ្ណហ្នឹងគាត់ស្គាល់កន្លែងហ្នឹងច្បាស់ប៉ុន្តែមើលទៅឥឡូវនេះ Ling Yi ហ្នឹងគឺអត់ព្រមស្ដាប់បញ្ជារបស់សាវណ្ណទេនិយាយទៅ Ling Yi ហ្នឹងគឺជាមនុស្សម្នាក់ដែលរឹងក្បែរខ្លាំងមែនតើនៅពេលដែលគាត់ចូលមកក្រុមនឹងដំបូងណាគឺគាត់បានប្រជែងឬក៏បានវាយទៅលើប្រធានគ្រប់សាខាទាំងអស់ដើម្បីបញ្ជាក់ថាគាត់គឺជាមនុស្សដែលខ្លាំងហើយ Ling Yi ហ្នឹងគឺបានកំចាត់ទៅពួកមេក្រុមអស់ជាច្រើនទាំងអស់ហ្មងលើកលែងតែរិនយោមួយឯងថាគាត់ចាញ់តែរិនយោមួយឯងយូសិនបន្ទាប់ពីបានឃើញរឿងហ្នឹងហើយគាត់ក៏ស្វែងចិត្តខ្លាំងមែនតើគាត់ពេញចិត្តនឹងទង្វើរបស់ Ling Yi ខ្លាំងចឹងហើយចាប់ពីពេលហ្នឹងមកគាត់ក៏បានឲ្យ Ling Yi ហ្នឹងធ្វើអីក៏ធ្វើទៅតាមចិត្ត Ling Yi ហ្មងហើយនៅស្ថានភាពរបស់សាវណ្ណពេលនេះគឺពិតជាពិបាកខ្លាំងមែនតើដើម្បីឲ្យ Ling Yi ហ្នឹងមកសហការជាមួយគាត់សាវណ្ណក៏បាននិយាយថាទោះបីជា Ling Yi ហ្នឹងអត់ស្ដាប់មកកាន់គាត់មែនប៉ុន្តែយ៉ាងហោចណាស់ក៏ Ling Yi ហ្នឹងស្ដាប់តែកាន់ Yusen ដែរថាគាត់ចឹងហើយរឿងទាំងហ្នឹងគាត់ចាំគាត់ឲ្យ Yusen ហ្នឹងគឺជាអ្នកចាត់ការពេលហ្នឹងសាច់រឿងក៏មកដល់យប់គឺយើងបានឃើញ Ling Yi ហ្នឹងក៏សួរបរមអ្នកថាតើបរមអ្នកហ្នឹងមានបានដឹងអ្វីខ្លះទៅអំពីសាវណ្ណបរមអ្នកហ្នឹងក៏បានឆ្លើយថាគាត់ក៏ច្បាស់ដូចគ្នាដោយសារតែសាវណ្ណហ្នឹងគឺអេតកបាំងហើយ Yusen ហ្នឹងក៏បានទៅយកសាវណ្ណហ្នឹងចេញពីទីក្រុងតូចមួយតែប៉ុណ្្នឹងឯងនិយាយគាត់ក៏បាននិយាយថាតើបរមអ្នកហ្នឹងលើចាំមាត់កាលពីមុនគាត់ធ្លាប់ប្រាប់ថាគ្រួសាររបស់គាត់ហ្នឹងត្រូវបានគេសម្លាប់ដោយសារតពួកដែលជួញដូរថ្នាំហើយដោយសារតែ Ling Yi ហ្នឹងគាត់ទៅតាមពួកអស់នឹងរហូតដល់ Las Vegas ធ្វើឲ្យLing Yi ហ្នឹងសឹងតែថាត្រូវគេចាប់យកទៅលក់ហ្មងណាពេលហ្នឹងគាត់ក៏បានជួបឃាតករម្នាក់ដែលជួយគាត់ហើយឃាតករហ្នឹងបេសកកម្មរបស់គេគឺសម្រាប់ពួកជួញដូរថ្នាំញៀននឹងឯងចឹងហើយមានន័យថាដូចជាឃាតករមួយហ្នឹងក៏សងសឹកទឹកឲ្យគាត់ដូចគ្នាប្រហែលហ្នឹងក៏បាននិយាយថាគាត់ចាំដោយសារតែ Ling Yi ហ្នឹងបានប្រាប់គាត់ថាមានឃាតករម្នាក់ឈ្មោះថាចេញជាអ្នកធ្វើរឿងទាំងអស់ហ្នឹងLing Yi ក៏បានប្រាប់ថានៅពេលដែលគាត់មើលទៅកាន់សាវណ្ណគាត់មានអារម្មណ៍ថាគាត់នឹកឃើញទៅដល់ឃាតករចេញហ្នឹងហើយវាក៏មិនអាចទៅរួចដែរដែលឃាតករដែលនៅក្មេងដូចជាចេញហ្នឹងត្រូវបានគេអញ្ជើញមកឲ្យធ្វើជាអ្នកផ្ដល់យោបល់នៅក្នុងក្រុមមួយនេះតែបរមអ្នកហ្នឹងក៏បានប្រាប់ទៅកាន់Ling Yi ថារឿងទាំងអស់ហ្នឹងគឺវាអត់អាចទៅរួចទេដោយសារតែមានរឿងអត់ស្រូវថាអ្នកដែលមកថ្មីហ្នឹងគឺជារបស់លេងរបស់ Yusen ហើយ Yusen ហ្នឹងគឺតែងតែនៅអ្នកថាតែងតែចំណាយពេលវេលារាត្រីឡើងនៅជាមួយនឹងគេរហូតតែហើយបានជាមនុស្សដែលបានបើកជើងទៅឲ្យមេរបស់ពួកគេនឹងអាចខ្លាយទៅជាឃាតករចេញកើតLing Yi គាត់បានលើរឿងហ្នឹងហើយគាត់ក៏បានភ្ញាក់ផ្អើលខ្លាំងមែនតើហើយគាត់ក៏បានគិតថាតាមពិតសាវណ្ណហ្នឹងគឺគ្រាន់តែជាមនុស្សដែលអាចខ្លាចទៅជាទៅអាចឡើងខ្ពស់បានដោយសារតែយកខ្លួនរបស់គាត់ទៅបដូរតែប៉ុណ្្នឹងឯងចាគាត់ក៏គិតក្នុងចិត្តខ្លួនឯងវិញថាហើយហេតុអ្វីបានជាគាត់ទៅឃើញវីរបុរសរបស់គាត់នៅក្នុងខ្លួនរបស់សាវណ្ណអញ្ចឹង
និយាយទៅពេលហ្នឹងគាត់ចាត់ទុកសាវណ្ណហ្នឹងគឺត្រឹមជាសត្វចិញ្ចឹមរបស់យូសិនពេលហ្នឹងសាច់រឿងក៏បានមកចំពេលពួកគេកំពុងប្រជុំហើយក៏ពួកគេកំពុងតែរៀបចំផែនការឲ្យពួកគេនឹងចាប់ Quentin ទាំងរស់ហ្មងនៅព្រះវិហារ Kremlin នឹងឯងហើយព្រះវិហារហ្នឹងក៏បានកសាងអស់រយៈពេលរាប់រយឆ្នាំមុនដែរអញ្ចឹងហើយតង់តំបន់ឬក៏ការកសាងរបស់វាហ្នឹងគឺស្ទៀងទៅនឹងប្រាសាទក៏មានទ្វារនៅទិសខាងជើងហ្នឹងគឺបើកសម្រាប់មនុស្សគ្រប់គ្នាទីសាធារណៈទៅបើកសម្រាប់គេមកបូជាឬក៏គេមកបន់ស្រន់អីចឹងទៅប៉ុន្តែសម្រាប់ទ្វារផ្សេងទៀតដែលគេឲ្យបើកហ្នឹងគឺសម្រាប់ពួក Black Member ប្រើប្រាស់ផ្ទាល់ខ្លួនហ្មងទ្វារទាំងអស់ហ្នឹងគឺមាន6ហើយទ្វារខាងជើងនិងខាងត្បូងហ្នឹងគឺជាទ្វារដែលនិយាយទៅស្រួលចរាចរណ៍វាកក់ស្ទះហើយនៅទ្វារមួយចុងក្រោយហ្នឹងក៏ទ្វារហ្នឹងអត់សូវមានតែថាមនុស្សដើរកាត់ច្រើនទេចឹងហើយពេលហ្នឹងយូសិនគាត់ក៏បានចាត់ចែងឲ្យរនយោហើយនឹងលីងយីហ្នឹងទៅតាមទ្វារមួយរបស់គាត់ទៅពេលហ្នឹងសាវណ្ណគាត់ក៏ចាប់ដើមជំទាស់ថាអ្វីដែលយូសិននឹងរៀបចំគឺវាអត់ធំត្រូវនោះទេសាវណ្ណក៏បានបញ្យល់ថាដោយសារតែពួក Black Member ហ្នឹងគឺបានកសាងនៅប្រភេទហ្នឹងឡើងវិញហើយចឹងគ្រប់កន្លែងសុទ្ធតែមានអន្ទាក់ទាំងអស់ចឹងហើយពួកគេគួរតែទៅកន្លែងដែលវាឯកជនទៅវានិយាយទៅវាមានសុខភាពជាងចឹងហើយពួកគេគួរតែវាយលុកនៅកន្លែងដែលមានខ្លាចថាមានមនុស្សចេញចូលច្រើនទៅហើយចំណែកឯនៅកន្លែងដែលអត់សូវមានមនុស្សនឹងវិញគ្រាន់តែការពារពីក្រៅកុំឲ្យ Quentin នឹងចាក់ចេញឬក៏រត់គេចទៅបានតែប៉ុណ្្នឹងទៅព្រោះអីនៅកន្លែងហ្នឹងគឺវាអត់ស័ក្តិសមនោះទេលីនីក៏បាននិយាយថាហើយបានជាសាវណ្ណហ្នឹងទៅភ័យនឹង Black Member នឹងខ្លាំងម៉េះបើសិនជាវាមានតែគ្រាន់តែយកខោបែកគុំតែនឹងបំផ្លាញវាអស់ទៅចប់រឿងហើយហើយតែពួកគេអាចនិយាយទៅចូលតាមទ្វារដែលអត់សូវមានមនុស្សនឹងបានវាមិនស្រួលជាងពេលហ្នឹងសាវណ្ណក៏បានគិតថាមើលទៅម្នាក់លីនយីហ្នឹងគឺអត់ពិតជាអត់ព្រមស្ដាប់តាមបញ្ជារបស់គាត់មែនបន្តមកទៀតយូសិនក៏បានប្រាប់ទៅកាន់លីនយីថាឲ្យស្ដាប់តាមអ្វីដែលសាវណ្ណនឹងរៀបចំទៅនៅកន្លែងច្រកទ្វារដែលគាត់ឲ្យលីនយីនឹងទៅហ្នឹងគ្រាន់តែយាមបានហើយកុំប្រញាប់ចូលទៅពេកពេលហ្នឹងធ្វើឲ្យលីនយីគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែសាវណ្ណយូសិននឹងស្ដាប់សម្ដីសាវណ្ណសាវណ្ណក៏បានមកតែកាន់យូសិនហើយក៏បាននិយាយថាចឹងមករៀងស្លាញ់តិចអូយកុំមើលមុខអ្នកនៅពីក្រោយសាវណ្ណពេលហ្នឹងយូសិនក៏បានដើរចេញទៅតែមុននឹងដើរចេញហ្នឹងក៏បានប្រាប់ថាចាប់ពីពេលនេះទៅគឺឲ្យមនុស្សគ្រប់គ្នាហ្នឹងស្ដាប់តាមបញ្ជារបស់សាវណ្ណហើយក៏បានឲ្យរនយោហ្នឹងមកតាមគាត់ពេលហ្នឹងសាវណ្ណក៏ចាប់ដើមមានអារម្មណ៍ថាចម្លែកដោយសារតមករយៈនេះយូសិននេះគឺប្លែកខ្លាំងមែនតើមិនត្រឹមតែឲ្យអំណាចមកកាន់គាត់ដើម្បីឲ្យគាត់ហ្នឹងទៅធ្វើការសម្រេចចិត្តដោយខ្លួនឯងនោះទេថែមទាំងចាក់ចេញទៅដល់មុខគាត់មិនតិចហ្មងលីនីក៏បាននិយាយថាគាត់ចង់ប្រាប់ទៅកាន់សាវណ្ណទៅរឿងមួយទេគឺថាគាត់អត់និយាយពិភាក្សាជាមួយនឹងមនុស្សណាដែលគាត់អត់ដែលស្គាល់នោះទេចាល្អណាស់ជាពិសេសមនុស្សដូចសាវណ្ណដែលអាចនៅចិត្តទៅកាន់យូសិននឹងដោយពឹងពាក់ដោយពឹងផ្អែកទៅលើសមត្ថភាពរបស់គេនៅលើក្រែនិយាយពាក្យនឹងភ្លាមធ្វើឲ្យសាវណ្ណគាត់ខឹងខ្លាំងមែនតើក៏លើកកំភ្លើងមកបាញ់ចំបើចិត្តក្បាលរបស់លីនយីហ្មងគាត់ក៏បាននិយាយទៅកាន់លីនយីថាឲ្យលីនយីនឹងនិយាយម្ដងទៀតមើលបើមិនលើកនេះហើយគ្រាប់កំភ្លើងនឹងត្រូវទៅដល់ក្បាលគាត់ហ្មងពេលនេះលីនយីក៏បានសេះទៅកាន់សាវណ្ណថាសាវណ្ណហ៊ានដែរមែនហ៊ានបាញ់ក្បាលគាត់ដែរមែនតែហើយសាវណ្ណមានឲ្យញើតអីទេគាត់ក៏បញ្ចេញខ្សែភ្នែកពីខៀតរបស់គាត់ពេលហ្នឹងលីនយីមើលទៅមុខសាវណ្ណហើយគាត់ក៏ចាប់ដើមនឹកឃើញទៅដល់គិតកោចេញទៀតហើយបន្តទៀតគាត់ក៏បានហៅបងប្អូនប្រុសខ្លួនសក់ប្រុសស្វែងនឹងតាមគាត់ចាក់ចែងពីទីហ្នឹងហ្មងសាវណ្ណណាអត់ទេឈ្មោះបងប្អូនប្រុសខ្លួនពីរនាក់ហ្នឹងអត់មែនច្រឡំមែនហើយសារដល់ពេលគេដាក់មកឈ្មោះពីរនាក់ហ្នឹងរនយូដូចគ្នាធ្វើម៉េចឥឡូវហៅថាបងប្រុសថាកោរននៅហើយដល់ពេលបងប្រុសហៅថាកោរនយូអូខេពេលហ្នឹងរនយូក៏បានប្រាប់ឲ្យសាវណ្ណហ្នឹងការពារខ្លួនឯងផងហើយឲ្យមើលទៅខាងក្រោយខ្នងរបស់គាត់ណាគឺថាមានលីងយីហ្នឹងក៏ឆ្មក់ទៅវាយពីក្រោយសាវណ្ណហ្មង
ហើយសាច់រឿងទៅជាយ៉ាងណាគេឆ្លោះគ្នាមិនទៀតយើងមានតែណែនភាពបន្តណោះហើយអរគុណអ្នកនរឡើងមែនតើសម្រាប់ការជួយការមើលរហូតដល់ចប់នេះសូមឲ្យអ្នកនររកស៊ីមានសុខភាពល្អមាននិយាយទៅនេះមិនឲ្យគេស្រឡាញ់ហូបបានច្រើនហើយបើសិនអ្នកនរចង់ជួយគ្រប់គ្រង admin ដោយសាច់ប្រាក់នេះគឺជា QR ABA របស់ admin អូខេសាច់រឿងក៏ថាប់សំណាប់នេះបាយបាយ